មានសួរបងប្អូនសិស្សានុសិស្សថ្ងៃនេះយើងជួបគ្នានៅក្នុងមេរៀនអាល់កុលក្នុងចំណុចចំណែកឋានៈនៃអាល់កុលគេចែកអាល់កុលចេញជា3ឋានៈគឺអាស្រ័យទៅលើចំនួនរ៉ាឌីកាល់ដែលភ្ជាប់ទៅនឹងកាបូននីទីយើងរៀនមេរៀនមុនហើយគឺកាបូននីទីកាបូននីទីគឺជាអាតូមកាបូនណាដែលភ្ជាប់ជាមួយនឹងបង្គំនីទី OH ហ្នឹងហៅថាកាបូននីទីអញ្ចឹងចូលដល់ចំណុចអាល់កុលថ្នាក់មួយវាមានរូបមន្តទូទៅ Air សម្ព័ន្ធ CH2OH Air នេះគឺជារ៉ាឌីកាល់អ៊ីដ្រូកាបួរកាបូនដែលភ្ជាប់ជាមួយ OH ចេះគឺជាកាបូននេទីអញ្ចឹងកាបូននេទីនេះវាមាន Air តែមួយទេដែលភ្ជាប់ជាមួយវាបានន័យថាមានខ្សែកាបូនតែមួយខ្សែទេដែលភ្ជាប់ជាមួយនឹងកាបូននេទីនេះអញ្ចឹងគេចាត់ទុកថាវាជាអាល់កុលថ្នាក់មួយយើងទៅសេបែបហ្នឹងក៏បានយើងទៅសេបែបនេះក៏បាន នេះជារូបមន្តស្ទើរលាតចំណែកនេះជារូបមន្តលាត Air នេះគឺជារ៉ាឌីកាល់អ៊ីដ្រូកាបួរកាបូនមួយនេះគឺជាកាបូនចតុមុខហើយភ្ជាប់ជាមួយ OH អញ្ចឹងកាបូនមួយនេះគឺជាកាបូននេទីអញ្ចឹងកាបូននេទីនេះគឺវាភ្ជាប់ជាមួយ Air មួយហើយភ្ជាប់ជាមួយនឹង H2 ហើយ OH មួយអញ្ចឹងទម្រង់បែបនេះឬក៏ទម្រង់បែបខាងលើចេះចាត់ទុកថាជាអាល់កុលថ្នាក់មួយឧទាហរណ៍ អាល់កុលមួយខ្សែនេះគឺជាអាល់កុលថ្នាក់មួយគឺ CH3 CH2 ហើយ CH2OH ជាងទម្រង់បែបនេះគឺជាអាល់កុលថ្នាក់មួយមួយខ្សែទៀត CH3 CH2 CH2 CH2OH ក៏ជាអាល់កុលថ្នាក់មួយដែរចូលដល់អាល់កុលថ្នាក់2អាល់កុលថ្នាក់2មានរូបមន្តទូទៅ Air សម្ព័ន្ធ CH OH ហើយចងជាមួយនឹង អេអងបានន័យថារ៉ាឌីកាល់អ៊ីដ្រូកាបួរគឺមានពីរខ្សែគឺមានមួយខ្សែតាំងដោយអេមួយខ្សែទៀតតាំងដោយអេអងហើយបង្គំនីតិអងនេះគឺវាភ្ជាប់ជាមួយនឹងកាបូននៅកាបូននីតិនៅកណ្ដាលវិញយើងអាចទៅសេបែបនេះក៏បានដែរគឺ Air នេះជារ៉ាឌីកាល់មួយខ្សែហើយ Air អងនេះជារ៉ាឌីកាល់មួយខ្សែទៀតដែលភ្ជាប់ជាមួយនឹងកាបូននីតិអញ្ចឹងកាបូននីតិនេះភ្ជាប់រ៉ាឌីកាល់ពីរ អញ្ចឹងវាជាកលថ្នាក់2ដោយសារកាបូនមានដៃ4អញ្ចឹងវាភ្ជាប់ជាមួយនឹង air អស់1 air អស់មួយទៀតអស់2ហើយវាជាប់ជាមួយនឹងបង្គំនីតិមួយទៀតអស់3អញ្ចឹងនៅសល់ដៃមួយវាចាប់ជាមួយនឹងអាតូមអ៊ីដ្រូសែនឧទាហរណ៍ CH3 CH2 CHOH ហើយ CH3 អញ្ចឹងបង្គំនីតិ OH នេះវាចូលមកកាបូនខាងក្នុងសរសេរបែបនេះបានន័យថាជាអាល់កុលថ្នាក់2មួយខ្សែទៀតគឺបែបនេះខ្សែវាមានខ្នែងប្រមាណក៏ដោយយើងកុំសម្គាល់លើខ្នែងយើងសម្គាល់លើតែកាបូននីតិឯងកាបូននីតិដែលជាប់ជាមួយ OH នេះអញ្ចឹងកាលណាវាភ្ជាប់ជាមួយ air នេះមួយខ្សែនេះ CH3 CHOH នេះតំណាងឲ្យ air ម្ដុំនេះគឺ air មួយហើយ CH2 CH3 នេះកន្លែងកាបូនទី4កាបូនទី5នេះជា air មួយទៀតអញ្ចឹងវាភ្ជាប់មករ៉ាឌីកាល់2ខ្សែអញ្ចឹងវាជាអាល់កុលថ្នាក់2ចូលដល់អាល់កុលថ្នាក់3អាល់កុលថ្នាក់3មានរូបមន្តទូទៅគឺ air សម្ព័ន្ធ COH ជាប់ជាមួយនឹងរ៉ាឌីកាល់ air អងហើយជាប់ជាមួយរ៉ាឌីកាល់ air ដឺស្អីបែបនេះឬក៏បែបនេះនេះកាបូននេទីណាកាបូននេទីនេះជាប់ជាមួយនឹងរ៉ាឌីកាល់ air មួយខ្សែរ៉ាឌីកាល់ air អងមួយខ្សែទៀតហើយរ៉ាឌីកាល់ air ដឺនេះមួយខ្សែទៀតអញ្ចឹងជាប់រ៉ាឌីកាល់ប៉ុន្មានហើយ3អញ្ចឹងការនៅជាប់រ៉ាឌីកាល់3វាជាអាល់កុលថ្នាក់3ឧទាហរណ៍គឺបែបនេះCH3 នេះគឺជារ៉ាឌីកាល់ air ហើយ CH3 មួយនេះជាប់ជាមួយនឹងកាបូននីតិដែរជារ៉ាឌីកាល់ air អងហើយ CH3 ដែលជាប់ជាមួយកាបូននីតិមួយនេះទៀតជារ៉ាឌីកាល់ air ដឺតែយើងតាំងណាអញ្ចឹងតាមមើលទៅវាមានរ៉ាឌីកាល់ជុំវិញវា3
មួយខ្សែពីរខ្សែបីខ្សែហើយកាបូននៅកណ្ដាលនេះជាប់តែបង្គំនេតិទេវាអស់មានដៃទៅចាប់យកហាកទៀតហើយអញ្ចឹងគេចាត់ទុកថាវាជាអក្សរថ្នាក់3បែបនេះគឺសេហៈ3សេហៈ2សេហៈ2ហើយបានសេនេះជាកាបូននេតិហើយនេះសេហៈ3ជា radical air ហើយអានេះក៏ជា radical air អញ្ចឹងអា air on air ដឺ air air 1 air 2ហ្នឹងគឺជាយើងតាំងទេតាមពិតយើងគ្រាន់ឃើញខ្សែកាបូនទោះជាកាបូនវាមានមួយក៏ដោយកាបូនមានពីរក៏ដោយឲ្យតែជាប់ជាមួយនឹងកាបូននីតិនេះយើងចាត់ទុកថាជា radical មួយអញ្ចឹងនេះជា radical 3ដែលចងជាមួយនឹងកាបូននីតិអញ្ចឹងវានៅសល់តែ OH ទេដែលនៅជាមួយវាឬក៏ OH យើងដាក់ឡើងមកលើមកចងសម្ព័ន្ធឡើងមកលើមកជារូបមន្តលាតក៏បានដែរអញ្ចឹងបងប្អូនហ៊ានសម្គាល់ណាអាកុលថ្នាក់1ថ្នាក់2ថ្នាក់3អរគុណបងប្អូនក្នុងការតាមដានហើយស្កាត់ខំសិក្សារៀនសូត្រយើងជួបគ្នានៅក្នុងមេរៀនបន្ត